ចានេះខ្ញុំពិសីសូមគោរពជម្រាបសួរដល់បងប្អូនទូរទស្សនិកជនទាំងអស់ដែលនិយមតាមដានកម្មវិធី Caritas Cambodia Talk Show ដែលថ្ងៃនេះដែរក្រុមការងាររបស់យើងខ្ញុំបានពំនាំយកប្រធានបទតាក់ទងជាមួយនឹងសុខភាពភ្នែកចែកជូនដល់បងប្អូនទូរទស្សនិកជនជាចំណេះដឹងផងដែរហើយកម្មវិធីរបស់យើងមានកិត្តិយសបានអញ្ជើញវាគ្មិនទាំង3រូបដែលលោកសុទ្ធសឹងតែជាអ្នកជំនាញនឹងឯកទេសចក្ខុរោគមកពីមន្ទីរពេទ្យភ្នែកខេត្តតាកែវដើម្បីកុំឲ្យបងប្អូនទៅតឹងរង់ចាំយូរសូមជួបជាមួយនឹងលោកបច្ចេកបណ្ឌិតដូចតទៅចាជំរាបសួរលោកបច្ចេកបណ្ឌិតទាំង3រូបចាសូមឲ្យលោកបច្ចេកបណ្ឌិតទាំង3រូបមេត្តាណែនាំឈ្មោះក៏ដូចជាទូរទស្សន៍ទៅកាន់បងប្អូនទូរទស្សនិកជនឲ្យបានស្គាល់ផងដែរចាសូមអញ្ជើញបាទអរគុណបាទហើយសូមជំរាបសួរទូរទស្សនិកជនទាំងអស់បាទខ្ញុំបាទគ្រូពេទ្យតៃសេរីបុនជាប្រធានមន្ទីរពេទ្យភ្នែកខេត្តតាកែវបាទចាជាបន្តបាទជំរាបសួរបាទសូមជំរាបសួរទូទស្សនិកជនទាំងអស់គ្នាបាទខ្ញុំបានឈ្មោះកុំបណ្ណៈជាវិជ្ជបណ្ឌិតផ្នែកចក្ខុរោគនៃមន្ទីរពេទ្យផ្នែកខេត្តតាកែវចាជាបន្តសូមជំរាបសួរខ្ញុំបាទឈ្មោះឌីហេងដាវីតជាវិជ្ជបណ្ឌិតឯកទេសចក្ខុរោគដែលរាល់ថ្ងៃបម្រើការងារនៅមន្ទីរពេទ្យផ្នែកខេត្តតាកែវចាអរគុណទូរទស្សនិកជនមុននឹងយើងចូលដល់ក្នុងកម្មវិធីនិងប្រធានបទរបស់យើងខ្ញុំសូមសាកសួរទៅដល់លោកបច្ចេកបណ្ឌិតតៃស្រីប៊ុនសូមឲ្យលោកបង្ហាញព័ត៌មានខ្លះៗទាក់ទងជាមួយនឹងមន្ទីរពេទ្យរបស់លោកទៅកាន់ទូរទស្សនិកជនផងដែរចា៎បាទអរគុណបាទមន្ទីរពេទ្យភ្នែកតាកែវគឺជាមន្ទីរពេទ្យមួយដែលយើងមានកិច្ចសហប្រតិបត្តិការរវាងកម្មវិធីជាតិសុខភាពភ្នែកក៏ដូចជាមន្ទីរសុខាភិបាលនិងអាជ្ញាធរដែនដីនៅខេត្តតាកែវបាទគឺចាប់ផ្ដើមកំណើតឡើងនៅក្នុងឆ្នាំ1997ដែលមានអង្គការ Marinol ដែលជាអ្នកចាប់ដោយផ្ដើមនឹងជួយសម្រាប់ការបង្កើតមន្ទីរពេទ្យដោយមានការសហប្រតិបត្តិការរវាងមន្ទីរសុខាភិបាលក៏ដូចជាអាជ្ញាធរដែនដីនៅក្នុងខេត្តតាកែវដែរបាទហើយកម្មវិធីនេះបានចាប់ផ្ដើមបន្តរហូតមកដល់ឆ្នាំ2000គឺអង្គការ Marinol បានបញ្ចប់បេសកកម្មរបស់លោកនៅក្នុងប្រទេសកម្ពុជាហើយបានប្រគល់បេសកកម្មនេះមកឲ្យអង្គការ Caritas កម្ពុជាជាអ្នកបន្តភារកិច្ចនេះបាទអញ្ចឹងក្រោមការឧបត្ថម្ភរបស់អង្គការ CBM Christian Blind Mission របស់អាល្លឺម៉ង់បាទហើយនឹងរបស់អូស្ត្រាលីបានជួយបន្តការងារផ្នែកសុខភាពភ្នែកនេះទាំងការបណ្ដុះបណ្ដាលទាំងការផ្ដល់សេវាកម្មហើយនឹងការងារនៅក្នុងសហគមន៍ហ្នឹងបន្តរហូតមកដល់ឆ្នាំ2012បាទអញ្ចឹងក្រោយពីបានបញ្ចប់នៅបេសកកម្មរបស់អង្គការ CBM បានផ្ដល់មន្ទីរពេទ្យនេះមកឲ្យ Caritas ដដែលសម្រាប់បន្តការងារនេះប៉ុន្តែក្រុមការងាររបស់យើងគឺក្រុមគ្រូពេទ្យខ្មែរណានិងអ្នកគ្រប់គ្រងនៅក្នុងស្រុករបស់យើងដើម្បីបន្តការងារនេះរហូតមកដល់សប្តាហ៍ថ្ងៃនេះបាទហើយក៏មានអង្គការដៃគូមួយចំនួនដែលបន្តនៅក្នុងការជួយឧបត្ថម្ភសម្រាប់ផ្ដល់នៅសេវាកម្មនេះជូនទៅដល់ប្រជាជនក្រីក្រដែលគាត់អត់មានលទ្ធភាពនៅក្នុងការបង់សេវាកម្មបាទដោយសារមានការចូលរួមប្រើប្រាស់សេវាកម្មមន្ទីរពេទ្យភ្នែកបាទហើយមានការជួយចែករំលែកនៅថវិកាសម្រាប់មកទទួលសេវាកម្មនៅក្នុងមន្ទីរពេទ្យបានធ្វើឲ្យមន្ទីរពេទ្យរបស់យើងហ្នឹងបន្តការងារនេះរហូតមកដល់សប្តាហ៍ថ្ងៃនេះបាទដូច្នេះនេះគឺជាព័ត៌មានមួយចំនួនដែលយើងបានរាយរាប់អំពីការងាររបស់មន្ទីរពេទ្យផ្នែកខេត្តតាកែវដែរជាបន្តនេះខ្ញុំសូមចូលទៅដល់សំណួរបច្ចេកទេសសូមអញ្ជើញលោកបច្ចេកបណ្ឌិតគីបណ្ណៈចាតើអ្វីទៅជាជំងឺបាយភ្នែកដែរលោកបច្ចេកបណ្ឌិតសូមឲ្យលោកបច្ចេកបណ្ឌិតមេត្តាបកស្រាយសំណួររបស់នេះខ្ញុំបាទសូមអរគុណបាទគឺជំងឺឡើងបាយហ្នឹងគឺការឡើងស្រអាប់ឬក៏ល្អក់នៃកែវភ្នែកធម្មជាតិរបស់យើងហើយភាពល្អក់ឬក៏ឡើងស្អាប់នេះហើយដែលជារបាំងមួយធ្វើឲ្យពន្លឺមិនអាចចូលទៅដល់បាតភ្នែកជាមូលហេតុធ្វើឲ្យកំហើញរបស់យើងនឹងថយចុះបន្តិចម្ដងបាទ
ចាសូមអរគុណសម្រាប់ការបកស្រាយនៅសំណួរនេះខ្ញុំចាសំណួរបន្ទាប់ខ្ញុំសូមអញ្ជើញលោកចក្រិតដាវីតចាតើមូលហេតុអ្វីឬក៏កត្តាអ្វីដែលបណ្ដាលឲ្យមានជំងឺបាយភ្នែកនេះកើតឡើងដែរចា សូមអរគុណមកសំណួរនេះមូលហេតុដែលបណ្ដាលមានជំងឺបាយភ្នែកហ្នឹងគឺមានច្រើនក៏ប៉ុន្តែអ្វីដែលយើងឃើញច្រើនជាងគេនោះគឺតកតងទៅនឹងកត្តាអាយុហើយនៅតាមអ្នកអាយុចាប់ពី45ឆ្នាំឡើងទៅហ្នឹងគឺមានបាយភ្នែកហើយក្រៅពីហ្នឹងគឺអាចមានការឡើងបាយភ្នែកដោយសារពីកំណើតការឡើងបាយភ្នែកដោយសារការប៉ះទង្គិចនិងការឡើងបាយភ្នែកដោយសារការប្រើប្រាស់នៅពពួកថ្នាំ steroid ដែលជាថ្នាំសម្រាប់ព្យាបាលជំងឺរលាកដែលការប្រើប្រាស់យូររ៉ាំរ៉ៃទៅវាធ្វើឲ្យមានទៅជាជំងឺបាយភ្នែកហ្នឹងនិងតកតងជាមួយបញ្ហាមួយចំនួនទៀតដូចជាការគាត់មានជំងឺមេតាបូលិកដូចជាទឹកនោមផ្អែមឬក៏ជំងឺលើសឈាមជាដើម ចាសូមអរគុណសម្រាប់លោកវិជ្ជបណ្ឌិតដាវីតដែលបានបកស្រាយនៅសំណួរនេះខ្ញុំជាបន្ទាប់នេះខ្ញុំសូមបកគោភារកិច្ចទៅកាន់លោកវិជ្ជបណ្ឌិតតែស្រីប៊ុនតើជំងឺបាយភ្នែកនេះនៅពេលដែលកើតឡើងហើយបង្កឲ្យមានអាការៈដូចនេះដែរលោកសូមអញ្ជើញលោក បាទអរគុណសម្រាប់ជំងឺបាយភ្នែកពេលដែលវាចាប់ផ្ដើមកើតឡើងគឺធ្វើឲ្យអ្នកជំងឺហ្នឹងពិបាកមើលដោយលោកជំនិតកំបណ្ណៈគាត់បានមានប្រសាសន៍មិញអញ្ចឹងណាគឺការមើលឃើញរបស់គាត់ហ្នឹងគឺពិបាកមើលពេលដែលគាត់ចាប់ពីអាយុ50ឆ្នាំឡើងទៅណាអញ្ចឹងការដែលចាប់ផ្ដើមល្ងិតហ្នឹងគឺចាប់ផ្ដើមល្ងិតបន្តិចម្ដងណារហូតដល់គាត់អាកែវភ្នែករបស់យើងហ្នឹងវាឡើងស្អាប់ខ្លាំងគឺយើងមើលឃើញលែងឃើញបាទវាប្រៀបដូចជាសក់យើងអញ្ចឹងកាលណាយើងចាប់ពីអាយុ40ទៅគឺយើងចាប់ផ្ដើមស្កើហើយការដែលឡើងស្កើហ្នឹងក៏វាមិនស្កើម្ដងទាំងអស់ដែរបាទអញ្ចឹងវាវិវត្តពីមួយឆ្នាំទៅមួយឆ្នាំរហូតដល់ស្កើពេញវាដូចគ្នាជាមួយនឹងបាយភ្នែកដូចគ្នាណាអញ្ចឹងហើយបានគេថានៅសម្រាប់វ័យដែលគាត់ចាស់ទៅគ្មានពីណាជៀសផុតពីជំងឺបាយភ្នែកនេះវាត្រូវតែមានគ្រាន់តែថាអ្នកខ្លះដែលគាត់ថែទាំហើយគាត់អាចជៀសវាងនៅមូលហេតុមួយចំនួនអញ្ចឹងគាត់អាចនឹងយូរណាទម្រាំដែលវាអាចកើតរហូតទៅដល់លេខខ្លាំងឡើងមើលឃើញនឹងបាទណាអញ្ចឹងវាប្រែប្រួលទៅតាមមនុស្សទៅតាមវ័យចាវ័យបាទភាគច្រើនវ័យណាដែរទៅលោកវិជ្ជបណ្ឌិតដែលប្រឈមមុខនឹងជំងឺប្រភេទបែបនេះដែរបាទដោយលោកវិជ្ជបណ្ឌិតDavid ក៏បានប្រាប់មិញអញ្ចឹងណាចាប់ពីអាយុ50ឆ្នាំឡើងបាទហើយបើតាមទិន្នន័យដែលយើងឃើញនៅក្នុងទីពេទ្យយើងឃើញមានស្ត្រីកើតឡើងច្រើនជាងបុរសណានៅក្នុងទិន្នន័យរបស់ទីពេទ្យយើងនេះចាបាទហេតុអ្វីទៅបានជាស្ត្រីគាត់ប្រឈមមុខនឹងជំងឺប្រភេទបែបនេះច្រើនជាងបុរសដែរលោកចឹងដែរបាទដោយសារទី1ក៏លើកត្តាជីវសាស្ត្រស្ថានភាពរាងកាយរបស់គាត់ឆាប់មានជំងឺបាទហើយនឹងការដែលមករដូវឬមួយក៏ការដែលរាងកាយច្រើនអញ្ចឹងទៅណាបាទការដែលសម្រាលកូនសម្រាប់អីដែលធ្វើឲ្យបាត់បង់នៅសារជាតិមួយចំនួននៅខាងក្នុងខ្លួនណាដែលធ្វើឲ្យភ្នែករបស់គាត់ហ្នឹងក៏អាចឆាប់វិវត្តទៅរកការបញ្ហាជំងឺបាយភ្នែកនឹងដែរហើយមួយទៀតការងាររបស់គាត់ដែលធ្វើការនៅវាលស្រែណាត្រូវជាមួយនឹងកម្ដៅថ្ងៃណាព្រោះនៅក្នុងកម្ដៅថ្ងៃហ្នឹងវាមានកាំរស្មីultraviolet ហៅថា UV ហ្នឹងបាទហើយគាត់ធ្វើការហ្នឹងគាត់អត់មានវ៉ែនតាសម្រាប់ពាក់បង្ការកុំឲ្យមានបញ្ហាហ្នឹងបាទហើយពេលខ្លះគាត់អត់មានមួកឬមួយក៏ឆាត់ឬមួយអីសម្រាប់ការពារអស់ហ្នឹងអញ្ចឹងធ្វើឲ្យពួកគាត់ហ្នឹងអាចប្រឈមជាមួយនឹងជំងឺនេះដែរណាបាទចាអរគុណសម្រាប់សំណួរនេះខ្ញុំដែលលោកច័ន្ទបានបកស្រាយយ៉ាងក្បោះក្បាយមែនទែនជាបន្តនេះខ្ញុំសូមអញ្ជើញលោកវិជ្ជបណ្ឌិតគីមបណ្ណៈនៅពេលដែល
អ្នកជំងឺគាត់កើតជំងឺប្រភេទបាយភ្នែកហើយតើគាត់ជ្រើសរើសថ្នាំបន្តក់ភ្នែកតាមរយៈការផ្សព្វផ្សាយតើពិតដែរឬទេដែលអាចព្យាបាលជំងឺប្រភេទនេះបានដែរជាបណ្ឌិតបាទអរគុណកញ្ញាបាទនៅលើលោកនេះគឺអត់ទាន់មានថ្នាំណាដែលអាចព្យាបាលជំងឺបាយភ្នែកបានទេអញ្ចឹងខ្ញុំបាទសូមសំណូមពរដល់ទស្សនិកជនក៏ដូចជាពុកម៉ែបងប្អូនទាំងអស់នៅពេលដែលមានជំងឺបាយភ្នែកសូមទៅពិភាក្សាជាមួយនឹងគ្រូពេទ្យឯកទេសឬក៏គ្រូពេទ្យជំនាញដែលនៅក្នុងតំបន់លោកអ្នកឬក៏នៅក្នុងក្បែរលោកអ្នកបំផុតបាទហើយសូមកុំជឿឲ្យសោះទៅលើការឃោសនាអនឡាញរបស់ជនគេងចំណេញមួយចំនួនដែលធ្វើឲ្យបាត់បង់ទាំងថវិកាធ្វើឲ្យបាត់បង់ទាំងពេលវេលារបស់អ៊ំពុកម៉ែបងប្អូនបាទចាសូមអរគុណលោកបច្ចេកបណ្ឌិតគីវណ្ណៈដែលបានបកស្រាយយ៉ាងក្បោះក្បាយតាក់ទងជាមួយនឹងថ្នាំបន្តក់ភ្នែកគឺมันមានប្រសិទ្ធភាពគ្រប់គ្រាន់សម្រាប់ព្យាបាលជំងឺរបស់បងប្អូននោះទេចាជាបន្ទាប់នេះខ្ញុំសូមអញ្ជើញលោកបច្ចេកបណ្ឌិត David ចានៅពេលដែលយើងអត់ទាន់កើតជំងឺហ្នឹងទេប៉ុន្តែកត្តាឬក៏ការបង្ការកុំឲ្យមានជំងឺប្រភេទបែបនេះតើយើងត្រូវធ្វើដូចនេះដែរលោកសូមអញ្ជើញសូមអរគុណបាទសំណួរនេះវិធីសាស្ត្រក្នុងការពារកុំឲ្យមានជំងឺបាយភ្នែកហ្នឹងគឺពុំមានទេព្រោះតកតងទៅនឹងកត្តាវ័យព្រោះការតែកត្តាវ័យនៅណាក៏ត្រូវតែកើតដែរជំងឺបាយភ្នែកនេះអញ្ចឹងចាប់ពី40ឬក៏50ឆ្នាំឡើងប៉ុន្តែយើងអាចមានវិធីផ្សេងទៀតក្នុងការការពារដូចជាការពាក់មួកឬក៏ពាក់វ៉ែនតាពេលយើងចេញទៅថ្ងៃក្តៅខ្លាំងឬក៏ពេលត្រូវខ្យល់បក់ឬក៏ដីហុយខ្លាំងហ្នឹងយើងអាចពាក់វ៉ែនតាដើម្បីការពារហើយមួយទៀតយើងគុំទៅទិញថ្នាំតាមហ្វាម៉ាស៊ីឬក៏តាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗដែលធ្វើឲ្យជំងឺគាត់ហ្នឹងវាកាន់តែធ្ងន់ធ្ងរហើយជាចុងបញ្ចប់ហ្នឹងគឺកុំជក់បារីកុំសាបារីចាមានន័យថាបារីគឺជាផ្នែកមួយដែលអាចឲ្យមានបង្កលក្ខណៈនៃជំងឺប្រភេទបែបនេះបានដែរចាលោកគ្រូវណ្ណៈមានអីចូលរួមនៅក្នុងសំណួរមួយនេះដែរចាបាទចូលរួមបានចាហ្នឹងហើយដូចជាការពិសាបារីឬក៏ពិសាស្រាឬក៏កង្វះអាហាររូបធម្មជាដើមក៏សុទ្ធតែជាបញ្ហាប្រឈមដែលធ្វើឲ្យងាយនឹងកើតបាយភ្នែកដែរបាទនៅមានបញ្ហាមួយចំនួនជាច្រើនទៀតបាទជួនកាលទៅអ្នកខ្លះក៏អាចជាដំណពូជមកដែរបាទហ្នឹងហើយចាមានន័យថាការដំណពូជហ្នឹងក៏ជាកត្តាមួយគួបផ្សំដែរត្រូវទេលោកបាទជាកត្តាគួបផ្សំមួយដែរចាអូខេអរគុណច្រើនមែនទែនសម្រាប់លោកគ្រូ David និងលោកគ្រូវណ្ណៈដែលបានបកស្រាយទាក់ទងជាមួយនឹងការបង្ការឬក៏ធ្វើម៉េចកុំឲ្យកើតមានជំងឺប្រភេទបាយភ្នែកនេះកើតឡើងដែរចាសំណួរបន្ទាប់នេះខ្ញុំបកគោភារកិច្ចទៅកាន់លោកតែស្រីប៊ុនចាលោកគ្រូនៅពេលដែលអ្នកជំងឺគាត់បានទទួលការព្យាបាលទទួលការវះកាត់រួចមកហើយប៉ុន្តែលទ្ធភាពរបស់គាត់ហាក់បីដូចជាមិនប្រសើរតើក្នុងនាមលោកគ្រូជាប្រធានមន្ទីរពេទ្យលោកគ្រូមានអនុសាសន៍អ្វីទៅកាន់បងប្អូនទូទៅទស្សនិកជននៅពេលដែលគាត់មានបញ្ហានេះកើតឡើងដើម្បីស្ដារលទ្ធភាពគាត់ឡើងវិញចាសូមបកគោទូទីបាទអរគុណច្រើននេះគឺជាចំណុចមួយដែលមន្ទីរពេទ្យកំពុងអនុវត្តរាល់ថ្ងៃនេះគឺយើងមានកម្មវិធីមួយសម្រាប់វាយតម្លៃនៅក្នុងការវះកាត់ជំងឺបាយភ្នែកបាទអញ្ចឹងរាល់ការវះកាត់រួចជាមួយអ្នកជំងឺគឺយើងតាមដានរហូតដល់ពេលគាត់ជាសះស្បើយចា៎បាទអញ្ចឹងការដែលតាមដានហ្នឹងគឺយ៉ាងហោចណាស់ក៏បាន3ដងណាក្រោយពីការវះកាត់បាទចា៎អញ្ចឹងពេលមុនវះកាត់គេដឹងថាកំហើញគាត់ប្រមាណហើយវះកាត់ហើយណាក្រោយពីវះកាត់ហ្នឹងកំហើញរបស់គាត់ប្រែប្រួលរបៀបម៉េចហើយគាត់មានបញ្ហាអីដែលអាចនឹងកើតមានហ្នឹងបាទអញ្ចឹងគេបានធ្វើការតាមដានហើយវាយតម្លៃទៅលើការងារអស់ហ្នឹងណាហើយយើងមន្ទីរពេទ្យតែងតែរៀបចំកម្មវិធីសម្រាប់អប់រំដល់អ្នកជំងឺក្រោយពីគាត់វះកាត់រួចណាពីការថែទាំភ្នែករបស់គាត់ហ្នឹងសម្អាតអនាម័យហើយនឹងការដាក់ថ្នាំឲ្យបានត្រឹមត្រូវណាដើម្បីជៀសវាងដែលការបង្ករោគឬមួយក៏មានហេតុការណ៍ផ្សេងដែលធ្វើឲ្យមានបញ្ហាទៅលើភ្នែកដែលគាត់វះកាត់រួចហើយហ្នឹងចា៎បាទអញ្ចឹងនៅក្នុងកម្មវិធីគេហៅថាកតរoutcomeហ្នឹងគឺអ្នកជំងឺត្រូវមកតាមដាន3ដងក្រោយពីការវះកាត់រួចចា៎ដើម្បីឲ្យដឹងថាគាត់បានជាសះស្បើយហើយនឹងបានលទ្ធផល
ចាដូចម្ដេច ចាចា នេះគឺជាកម្មវិធីសម្រាប់តាមដានអ្នកជំងឺក្រោយពីវះកាត់បាយភ្នែករួច ចាចាអរគុណលោកគ្រូនៅពេលដែលអ្នកជំងឺដែលគាត់មកទទួលសេវាកម្មទៅលើផ្នែកដើមបាយនេះតើលទ្ធភាពដែលគាត់ជាសះស្បើយនឹងប្រមាណភាគរយដែរលោកគ្រូឬក៏លទ្ធភាពបែបណាដែរលោកគ្រូ បាទតាមទិន្នន័យដែលយើងបានធ្វើការវិតម្លៃទៅលើការវះកាត់របស់អ្នកជំងឺរបស់យើងហ្នឹងគឺកម្រិតដែលគាត់អាចទទួលបានលទ្ធផលកំហើញរបស់គាត់ល្អឡើងវិញហ្នឹងគឺរហូតទៅដល់ 90% ជាង 90% បាទជាង 90% ចា អញ្ចឹងហើយបានយើងចង់លើកទឹកចិត្តឲ្យបងប្អូនដែលមានបញ្ហាជំងឺបាយភ្នែកហ្នឹងឲ្យមកធ្វើការព្យាបាលណាការវះកាត់ព្រោះអីយើងអាចកែកំហើញរបស់គាត់ឲ្យឃើញឡើងវិញបានបាទ ចាអរគុណលោកគ្រូដែលបានបកស្រាយនៅសំណួររបស់នេះខ្ញុំយ៉ាងក្បោះក្បាយនិងលម្អិតទៅកាន់ទូរទស្សនិកជនដើម្បីឲ្យពួកគាត់បានជាព័ត៌មានឬក៏ចំណេះដឹងផងដែរចាជាចុងបញ្ចប់លោកចាប់បណ្ឌិតមានសារសំណូមពរទៅកាន់ទូរទស្សនិកជនដែលកំពុងតែតាមដានទស្សនាកម្មវិធីរបស់យើងចាសូមអញ្ជើញ បាទអរគុណច្រើនជាសារណាឬមួយក៏ជាផែនការយុទ្ធសាស្ត្រមួយរបស់មន្ទីរពេទ្យដែរគឺយើងបានមានទស្សនវិស័យមួយរបស់មន្ទីរពេទ្យគឺយើងចូលរួមក្នុងការកាត់បន្ថយភាពក្រីក្រតាមរយៈការផ្ដល់នៅគំហើញឡើងវិញដល់ប្រជាជនដែលគាត់មានបញ្ហាភ្នែកហ្នឹងបាទព្រោះអីពេលដែលគាត់មានគំហើញត្រឡប់មកវិញគឺគាត់អាចប្រកបមុខរបរឬមួយក៏គាត់អាចរកចំណូលសម្រាប់គ្រួសារគាត់បាទណាហើយវាមិនមែនជាបន្ទុកសម្រាប់គ្រួសារដែលត្រូវថាការថែទាំគាត់នឹងរហូតណាហើយធ្វើឲ្យបាត់បង់នៅចំណូលដែលសមាជិកនៅក្នុងក្រុមគ្រួសារនឹងយកពេលហ្នឹងមកថែទាំគាត់ចាបាទណាហ្នឹងជាអ្វីដែលមន្ទីរពេទ្យនឹងធ្វើហើយមន្ទីរពេទ្យមានការបដិញ្ញាចិត្តជាមួយនឹងកម្មវិធីជាតិសុខភាពភ្នែកនៅក្នុងការកាត់បន្ថយអត្រាភាពពិការភ្នែកឲ្យបាន 0.35 នៅក្នុងឆ្នាំ2030ចាបាទនេះគឺជាគោលដៅរួមដែលមន្ទីរពេទ្យនឹងអនុវត្តនិងចូលរួមជាមួយនឹងកម្មវិធីជាតិសុខភាពភ្នែកបាទហើយយើងនឹងពង្រឹងទៅលើការងារ3ធំគឺការងារបង្ការណាគឺបាទគឺការអប់រំហើយនឹងស្វែងរកអ្នកដែលមានបញ្ហាភ្នែកហ្នឹងដើម្បីមកធ្វើការព្យាបាលនៅក្នុងមន្ទីរពេទ្យបាទដែលយើងផ្ដល់នៅការពិគ្រោះហើយនឹងការវះកាត់នៅក្នុងមន្ទីរពេទ្យសម្រាប់ជំងឺភ្នែកគ្រប់ប្រភេទចាហើយក្រៅពីហ្នឹងក៏យើងពង្រឹងការងារស្ដារលទ្ធភាពពលកម្មសម្រាប់ពួកគាត់ដែលនៅពេលដែលព្យាបាលហើយណាអស់លទ្ធភាពហើយគាត់មានបញ្ហាកំហើញទាបហ្នឹងគឺយើងស្ដារលទ្ធភាពពលកម្មគាត់ដោយផ្ដល់នៅឧបករណ៍សម្រាប់ឲ្យពួកគាត់ហ្នឹងអាចប្រើប្រាស់ហើយនឹងបញ្ជូនទៅដៃគូដើម្បីធ្វើការបង្រៀនណាឲ្យពួកគាត់ហ្នឹងអាចរស់នៅក្នុងស្ថានភាពបែបនេះបាទនេះគឺជាគោលដៅយុទ្ធសាស្ត្រសម្រាប់មន្ទីរពេទ្យបាទហើយអ្វីដែលយើងចង់ផ្ដាំផ្ញើជាមួយការងារសម្រាប់បច្ចេកទេសណាខាងផ្នែកហ្នឹងខ្ញុំសូមបកគោលទូនីតិនេះជូនទៅគ្រូពេទ្យរបស់ខ្ញុំដែលគាត់មានជំនាញនៅក្នុងការព្យាបាលបាទចាអរគុណលោកវិជ្ជបណ្ឌិតតែសេរីប៊ុនដែលបានសម្រួលនៃខ្លឹមសារដើម្បីផ្ដាំទៅទូរទស្សនិកជនជាបន្ទាប់សូមលោកគ្រូគឹមវណ្ណៈជាឯកទេសចក្ខុរោគសូមឲ្យលោកគ្រូមានអនុសាសន៍ទៅកាន់បងប្អូនទូរទស្សនិកជនយើងផងដែរបាទហ្នឹងហើយយើងបច្ចុប្បន្ននេះដូចជំរាបជូនខាងលើអញ្ចឹងអត់ទាន់មានការប្រើប្រាស់ថ្នាំណាដែលអាចព្យាបាលជំងឺបាយភ្នែកនោះបានឡើយអញ្ចឹងបច្ចុប្បន្នវិធីសាស្ត្រក្នុងការព្យាបាលជំងឺបាយភ្នែកហ្នឹងគឺទី1យើងត្រូវបកបាយភ្នែកហ្នឹងតែម្ដងគឺបានន័យថាយកភ្នែកដែលមានបញ្ហាឡើងបាយហ្នឹងហើយជំនួសមកវិញដោយកែវសុបនិមិត្តហ្នឹងហើយហើយការវះកាត់នឹងទៀតសោតគឺមានវិធីពីរយ៉ាងគឺទី1យើងអាច
វះកាត់ដោយដៃគឺបានន័យថាយើងបើកមុខរបួសពីចន្លោះពី6មីលីម៉ែត្រទៅ8មីលីម៉ែត្រហ្នឹងហើយហើយមួយទៀតគឺវះកាត់ដោយម៉ាស៊ីនកុំព្យូទ័រឬក៏គេហៅពាក្យបច្ចេកទេសថាគឺជា Phaco ម៉ាស៊ីន Phaco ហ្នឹងគឺយើងវះកាត់មុខរបួសកាន់តែតូចទៅបាទដែលធ្វើឲ្យអ្នកជំងឺហ្នឹងអត់សូវឈឺចាប់អីទាំងប៉ុន្មានទេហ្នឹងហើយលទ្ធផលហ្នឹងគឺយើងឃើញថាវាមានការប្រសើរណាច្រើនជាងការវះកាត់ដោយប្រើដៃចាខ្ញុំសូមលម្អិតតិចតាក់ទងជាមួយនឹងការវះកាត់ដាក់កែវភ្នែកសូមឲ្យលោកគ្រូបកស្រាយលម្អិតតាក់ទងចំណុចនេះខ្ញុំសង្កត់ធ្ងន់ក្នុងចំណុចនេះដោយសារតែខ្ញុំឆ្ងល់ដែរដោយសារតែកែវភ្នែកយ៉ាងម៉េចទៅសូមឲ្យលោកវិជ្ជបណ្ឌិតមេត្តាបកស្រាយទៅកាន់ទូរទស្សនិកជនយើងឲ្យបានជ្រាបកាន់តែច្បាស់បាទកែវភ្នែកសិប្បនិម្មិតហ្នឹងគឺជាវត្ថុមួយយ៉ាងតែពីសម័យដើមហ្នឹងគេហៅថាhard lens ឬក៏កែវរឹងបាទគឺអត់អាចបត់បានទេណាហើយពណ៌សណាហើយអត់សូវជួយការពារបាត់ភ្នែកប៉ុន្មានទេប៉ុន្តែដោយសារតែបច្ចេកវិទ្យារបស់យើងហ្នឹងកាន់តែទំនើបយើងក៏បានអភិវឌ្ឍពីកែវរឹងមកកែវទុនកែវទុនហ្នឹងគឺកែវទុនពណ៌លឿងទុនអាចបត់បានហើយងាយស្រួលដាក់ចូលទៅក្នុងភ្នែករបស់យើងណាហើយជាពិសេសគឺបច្ចេកទេសដែលគេហៅថា Phaco machine ហ្នឹងគឺការវះកាត់មុខរបួសទូចហើយដល់ពេលកែវភ្នែកសិប្បនិម្មិតហ្នឹងបត់បានអញ្ចឹងវាអាចចូលទៅក្នុងមុខរបួសហ្នឹងបានដោយងាយហើយធ្វើឲ្យអ្នកជំងឺភ្លឺបានល្អចានៅពេលដែលជំងឺវះកាត់ដាក់កែវនឹងហើយគឺស្ដារលទ្ធភាពបានល្អប្រសើរបាទព្រោះការវះកាត់ដោយម៉ាស៊ីននេះពេលខ្លះគេអត់បានចាក់ថ្នាំស្ពឹកទេគេគ្រាន់តែប្រើថ្នាំបតក់អញ្ចឹងអ្នកជំងឺខ្លះអាច4ទៅ6ម៉ោងអាចភ្លឺតែម្ដងគាត់អាចមើលឃើញបានធម្មតាហ្នឹងហើយបាទអរគុណមែនទែនសម្រាប់ចាប់ដិតគីវណ្ណៈដែលបានបកស្រាយយ៉ាងបោះក្បាយហើយស៊ីជម្រៅមែនទែនជាបន្ទាប់សូមលោកចាប់ដិតដាវីតមានអីផ្ដាំផ្ញើទៅទូរទស្សនិកជនចា៎បាទសូមអរគុណសាររបស់ខ្ញុំចុងក្រោយនេះគឺខ្ញុំចង់ប្រាប់ទៅលើប្រជាជនយើងទាំងអស់ឲ្យបានយល់ថាការព្យាបាលជំងឺបាយភ្នែកនេះគឺមិនមានថ្នាំណាព្យាបាលទេមានតែការបកបាយភ្នែកតែមួយមុខគត់ទេហើយបើសិនជាយើងសង្ស័យថាគាត់មានជំងឺបាយភ្នែកយើងគួរតែលើកទឹកចិត្តគាត់ឲ្យគាត់ទៅរកវិជ្ជបណ្ឌិតទៅរកសេវាកម្មខាងសុខភាពភ្នែកហ្នឹងអញ្ចឹងដើម្បីឲ្យគ្រូពេទ្យគាត់បានពិនិត្យនឹងវាយតម្លៃជាវិងគាត់ទៅទិញថ្នាំតាមហ្វាម៉ាស៊ីឬក៏តាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗហ្នឹងវាអត់ល្អវាធ្វើឲ្យខាតពេលវេលាលុយកាក់របស់គាត់ឲ្យជំងឺគាត់ហ្នឹងកាន់តែធ្ងន់ធ្ងរថែមទៀតបាទហើយមួយទៀតហ្នឹងគឺចង់លើកទឹកចិត្តឲ្យប្រជាជនយើងកុំខ្មាស់អៀននៅក្នុងការពាក់វ៉ែនតាព្រោះការពាក់វ៉ែនតាវាជួយស្ដារកំហឹងរបស់គាត់ដែរមួយហើយទីពីរគឺជួយការពារខ្យល់ធូលីដីឬក៏វត្ថុផ្សេងៗដែលវាមកបុកជាមួយទៅនឹងកញ្ចក់ភ្នែករបស់យើងហើយទី3នោះគឺវាជួយលើកសម្រស់យើងឲ្យកាន់តែស្អាតម្យ៉ាងចាអរគុណលោកវិជ្ជបណ្ឌិតទាំង3រូបដែលបានចូលរួមក្នុងកម្មវិធីរបស់នាងខ្ញុំចំណាយពេលដែលមានតម្លៃហើយនឹងបកស្រាយប្រធានបទទាក់ទងជាមួយនឹងសុខភាពភ្នែកយ៉ាងក្បោះក្បាយនិងស៊ីជម្រៅជាព័ត៌មានក៏ដូចជាចំណេះដឹងជូនទៅដល់ទូរទស្សនិកជនយើងផងដែរចាជាចុងបញ្ចប់នេះខ្ញុំពិសីសូមអរគុណទូរទស្សនិកជនដែលចំណាយពេលដ៏មានតម្លៃតាមដានទស្សនានៃកម្មវិធីរបស់យើងពីដើមរហូតដល់ពេលនេះផងដែរនេះខ្ញុំសូមជូនពរបងប្អូនទូរទស្សនិកជនឲ្យជួបប្រទះតែសេចក្តីសុខនិងសុវត្ថិភាពទាក់ទងជាមួយនឹងជំងឺឈឺថ្កាត់ផ្សេងៗជាពិសេសទាក់ទងជាមួយនឹងសុខភាពភ្នែកដូចដែលបងប្អូនជាមកឲ្យថាភ្នែកគឺជាសរីរាង្គមួយដ៏មានតម្លៃមិនអាចកាត់ថ្លៃបានផងដែរចាជាចុងបញ្ចប់នេះខ្ញុំពិសីរួមទាំងសហការីជាមួយនឹងលោកគ្រូពេទ្យទាំង3សូមជម្រាបលាដល់បងប្អូនទូរទស្សនិកជនតែប៉ុណ្ណេះចា៎